ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់បាយឆាមីឆានិងម្ហូបកំងមួយចាដែលគេរបស់យើងក៏បានកំងឥឡូវហ្នឹងគឺខាងយើងបានរៀបចំហើយរួចរាល់100%ហើយចាហើយចុងកញ្ចក់ក៏យើងប្រើពីថ្នាក់3ប្រឡោះបែបហ្នឹងចាមានទូ2ខាងមុខនៅខាងចំភៀងនិងអាធំនឹងតែម្ដងចាអានេះជើងសម្រាប់ដាក់ធុងហ្គាសរបស់គាត់15គីឡូចាខាងមុខនេះដែរក៏យើងមានកាងមានអីសម្រាប់ដាក់ធុងតកនិងមានទ្វារបិទបើកចាក់សោដាក់អីវ៉ាន់បានចាឥឡូវយើងមកមើលខាងក្នុងទាំងអស់គ្នាចាអានេះផ្នែកខាងក្នុងរបស់យើងគឺគាត់មានចោះឆ្នាំងមួយសម្រាប់ដាក់ទឹកស៊ុបឬក៏ក្បាលចក្រាននេះគាត់សម្រាប់ឆាបាយឆាមីរបស់គាត់ហ្នឹងណាហើយទូកញ្ចក់គឺយើងប្រើពីថ្នាក់3ប្រឡោះដូចក្នុងរូបដែលខ្ញុំបានបង្ហាញអញ្ចឹងខាងលើក៏យើងមានតនើសម្រាប់ដាក់អីវ៉ាន់ដាក់អីបានដូចយើងរដងអញ្ចឹងណាខាងក្រោយនេះក៏យើងមានកាងសម្រាប់ដាក់ធុងតកនិងមានទ្វារបិទបើកមួយទៀតសម្រាប់ដាក់អីវ៉ាន់ចាក់សោបានខាងក្នុងនឹងចាហើយតបោខាងលើក៏យើងនៅតែប្រើជាប្រភេទតបោឬក៏ស៊ូដេដោយដែលក្នុងរូបដែលខ្ញុំបានបង្ហាញអញ្ចឹងគឺប្រើកាន់ឆ្នាំតែម្ដងចានឹងប្រើបានយូរវាអត់មានត្រូវការដោះដូរអីដោយតបោសងយើងទេចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបំណងចង់បានគឺអាចធ្វើការកម្មងបានចាតាមរយៈ Facebook ផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ5ខ្សែនៅក្នុងវីដេអូនឹងបានចាស់ហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើ page នៃយើងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទទាំងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ